បាទអ្នកទាំងអស់គ្នាចង់ចេះបែបនេះដែរទេបាទគឺថេបពីរដងដើម្បីឲ្យវា screenshot នៅលើទូរស័ព្ទរបស់យើងបាទសួស្តីអ្នកទាំងអស់គ្នាជួបគ្នាថ្មីម្ដងទៀតជាមួយ Simple Tutorial ក្នុងវីដេអូនេះផងដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីគន្លឹះតូចមួយគឺដើម្បីមានភាពងាយស្រួលក្នុងការធ្វើ screenshot ជាធម្មតាបើអ្នកទាំងអស់គ្នាចុច screenshot អ្នកទាំងអស់គ្នាចុចដៃពីរប៊ូតុងនេះផងប៊ូតុងនោះផងប៉ុន្តែឥឡូវខ្ញុំមានគន្លឹះតូចមួយងាយស្រួលមែនតើគឺសម្រាប់ iPhone បាទ iOS 18 ហើយ iPhone នេះគឺ iPhone 16បាទគឺយើងគ្រាន់តែចុច double tap គឺគ្រាន់តែចុចពីរដងចេះគឺវានឹង load screenshot តែម្ដងបាទអញ្ចឹងចង់ដឹងថាតើធ្វើរបៀបណាសូមតាមដានទាំងអស់គ្នាដូចតទៅបាទជាដំបូងអ្នកទាំងអស់គ្នាទៅចូលមកកាន់ setting ជាមុនសិនបាទនេះតទៅពីចូលមកកាន់ setting ហើយអ្នកទាំងអស់គ្នាទៅចូលមកកាន់ ability ចូលមកកាន់ accessibility ហើយអ្នកទាំងអស់គ្នាជ្រើសរើសយកនៅពាក្យថា touch តទៅពីជា touch ហើយអ្នកទាំងអស់គ្នាអោសចូលមកក្រោមគឺយកពាក្យថា back tab បាទនេះតទៅពីជ្រើសរើសយក back tab ហើយអ្នកទាំងអស់គ្នាជ្រើសរើសយក double tap បាទនេះគឺ tap ពីរដងវានឹងមកអ្នកទាំងអស់គ្នាទៅស្វែងរកនៅ screenshot បាទណា screenshot បាទនេះគឺគ្រាន់តែប៉ុណ្្នឹងគឺត្រឡប់មកវិញមកបាទអញ្ចឹងគឺអ្នកទាំងអស់គ្នាអាចធ្វើបានហើយអូខេយើងអាចចូលវិញមួយអូខេអ្នកទាំងអស់គ្នាអាចមើលបានបាទឃើញទេគឺវានឹងចេញ screenshot តែម្ដងអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនៅការចែករំលែករបស់ខ្ញុំបាទហើយកុំភ្លេចចុច like និង share វីដេអូម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា